ផ្លែឈើមកប្រភេទនេះគឺមានបងប្អូនយើងតិចគ្នាណាស់ដែលស្គាល់វាណាបងប្អូនហើយនេះដែរជាផ្លែឈើមួយប្រភេទដែលមានអាយុរាប់រយឆ្នាំហើយនោះមកតែចាញ់ផ្លែហើយតើបងប្អូនទាំងអស់គ្នាបាទស្គាល់ផ្លែនេះទេហើយបើស្គាល់ជួយ comment ម្នាក់មួយផងណាហើយនេះដែរគឺជាដើមទ្រាំងបងប្អូនទាំងអស់គ្នាបាទនៅស្រុកខ្ញុំហៅដើមទ្រាំងហើយស្រុកបងប្អូននឹងហៅដើមអីទេហើយដើមឈើមួយប្រភេទនេះម្បោវាជាមួយនឹងថ្នោតដែរទេបងប្អូនគឺវាមានដើមខ្ពស់ខ្ពស់ហើយធំធំបែបនេះហើយនៅពេលដែលវាចេញផ្លែចេញផ្កាបាទជាអាយុកាលចុងក្រោយរបស់វាហើយបើដើមនឹងចេញផ្លែចេញផ្កាគឺលក្ខណៈថាវាដល់ពេលវេលាត្រូវងាប់អីចឹងណាឥឡូវនេះគឺអាផ្លែរបស់វានឹងគេប្រមូលទិញបងប្អូនមិនដឹងថាគេប្រមូលទិញយកទៅធ្វើអីទេមិនដឹងថាយកទៅផលិតជាស្អីឬក៏យកទៅបរិភោគណាបើសិនជាបងប្អូនដឹងបាទជួយ comment ម្នាក់មួយផងតាក់ទងជាមួយនឹងផ្លែរបស់វានឹងហើយសម្រាប់នៅស្រុកគេនេះគឺគេប្រមូលទិញផ្លែនឹងលក្ខណៈថាទាំងបាវតែម្ដងដោយសារដើមឈើនឹងមួយដើមគឺអាចប្រមូលផ្លែបាន3 4 500គីឡូឯនោះដោយសារវាផ្លែច្រើនណាហើយផ្លែវាស្តៀងកសាំងដែរបងប្អូនមើលទៅមូលបាទហើយដល់បងប្អូនណាដែលធ្លាប់ដឹងថាផ្លែនឹងគេយកទៅធ្វើអីហើយយកទៅប្រើអីបានខ្លះចាំជួយ comment ម្នាក់មួយផងហើយសម្រាប់នៅស្រុកគេនេះគឺគេប្រមូលទិញបែបហ្នឹងតែម្ដងហើយនៅពេលដែលគេទិញគឺគេលក្ខណៈថាអត់ឡើងកាប់ទេបងប្អូនគឺអាលដើមព្រលុំតែម្ដងឬមួយក៏ឡើងកាត់ត្រឹមចុងវាណាដោយសារតែទុកតែផ្លែហ្នឹងហើយគឺវាងាប់អីចឹងគេកាប់ចោលតែម្ដងទៅហើយសម្រាប់នៅស្រុកគេនេះគឺសម្បូរមែនតើហើយបើស្រុកបងប្អូនទាំងអស់គ្នាបើមានដើមឈើប្រភេទនេះបាទដាំដុះឬក៏នៅមានសេះសល់ណាចាំជួយ comment ប្រាប់ផងថាផ្លែហ្នឹងគេយកទៅធ្វើអីនេះក្របរបស់វារៀងមូលបែបនេះបងប្អូនបន្ទាប់ពីគេសកសម្បកវាចេញអស់ណាអញ្ចឹងហើយគេនៅសល់ក្របរបស់វាបែបហ្នឹងហើយគេប្រមូលទិញបាទទាំងក្រុងតែម្ដងប៉ុន្តែសម្រាប់នៅស្រុកយើងនឹងមានបងប្អូនណាដែលប្រមូលទិញក្របបែបហ្នឹងអត់ទេហើយបើតាមដឹងបងប្អូនទាំងអស់គ្នាបាទដើមឈើប្រភេទនេះគឺវាមិនងាយនឹងចេញផ្កាទេលក្ខណៈថាដាំវាយូរមែនទែនលក្ខណៈរាប់សិបឆ្នាំហើយនោះទើបវាចេញផ្លែចេញផ្កាហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយបើដឹងតាក់ទងជាមួយនឹងផ្លែវាថាគេយកទៅធ្វើអីសូមជួយ comment ម្នាក់មួយផងណាឲ្យទៅនិយាយពីដំណាំដាំដុះផ្នែកកសិកម្មនឹងតែងតែមានបងប្អូនយើងមួយចំនួនបាទក៏ចូល comment ថាបើដាំដុះបានក៏គ្មានទីផ្សារដែរហើយមិនដឹងថាម៉េចដែរណាបងប្អូនទាំងអស់គ្នាបើសម្រាប់ខ្ញុំវិញខ្ញុំយល់ថាបងប្អូនទាំងអស់គ្នាបាទគួរតែដាំដុះទៅរឿងទីផ្សារគឺអត់លំបាកទេឲ្យតែបងប្អូនជ្រើសរើសដំណាំណាដែលគេពេញនិយមនៅលើទីផ្សារណាយើងកុំដាំអាដំណាំណាដែលខុសប៉ាន់អញ្ចឹងគឺលក់អត់ចាញ់ទេបើសិនជាបងប្អូនដាំដុះដំណាំណាដែលត្រូវប៉ាន់នៅលើទីផ្សារគឺធានាថាមានទីផ្សារ 100% តែម្ដងហើយនេះដែរជាដំណាំត្រប់វែងឬក៏បងប្អូនហៅថាត្រប់ក្តោគោណាតែនេះវាពណ៌ខៀវណាបងប្អូនមិនមែនពណ៌ក្រហមទេហើយគេដាំដុះដំណាំនេះច្រើនមែនទែននៅខាងស្រុកថៃលក្ខណៈថាកសិករនៅស្រុកថៃគេពេញនិយមដាំដោយសារវាមានទីផ្សារខ្ពស់តម្រូវការខ្ពស់នៅក្នុងទីផ្សារអញ្ចឹងហើយបានគេសម្រុកដាំណាហើយក្នុងមួយថ្ងៃគឺគេប្រមូលផលរាប់តោនឯនោះបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគឺច្រើនមែនទែនក្នុងការប្រមូលផលម្ដងហ្នឹងគឺលក្ខណៈថាដឹកទាំងឡានតែម្ដងហើយអញ្ចឹងហើយគេអត់ភ័យថាខ្លាចអត់ទីផ្សារទេដោយសារគេត្រូវបានដំណាំនេះហើយមិនថាតែស្រុកគេទេបងប្អូននៅស្រុកយើងក៏ត្រូវបានដែរត្រប់ប្រភេទនេះគឺលក់និយាយរួមទៅគឺដាក់អស់តែម្ដងកន្លែងលក់បន្លែខ្លះទិញមិនតាន់គេផងដោយសារវាមានរសជាតិឆ្ងាញ់ណាយើងអាចយកវាទៅធ្វើជាម្ហូបបានច្រើនមុខច្រើនជម្រើសហើយសម្រាប់ការដាំដុះហ្នឹងក៏វាអត់លំបាកអីប្រហែលដែរដោយសារតែដំណាំប្រភេទនេះគឺងាយស្រួលដាំងាយស្រួលថែទាំទេឲ្យតែយើងដាក់ជីដាក់ទឹកវាដិតដល់គឺលក្ខណៈថាបានផលវិញជាទីគាប់ចិត្តតែម្ដងនេះបងប្អូនឃើញស្រាប់នៅក្នុងវីដេអូនេះអញ្ចឹងគេជ្រើសរើសពូជជ្រើសរើសលក្ខណៈថាមុខដំណាំដែលត្រូវប៉ាន់នៅលើទីផ្សារគឺនិយាយទៅដឹងតែបានលុយតែម្ដងគឺអត់ខាតទេក្នុងមួយថ្ងៃគេប្រមូលផលយ៉ាងច្រើននិយាយរួមទៅអន់ផុតក៏500គីឡូដែរក្នុងមួយថ្ងៃណាហើយចឹងហើយបងប្អូនទាំងអស់គ្នាបើសិនជាមានដីចំការទំនេរអាចសាកល្បងដាំដុះមួយមុខពីរមុខលោមើលហើយចាំមើលថាបន្លែមួយមុខណាដែលដាំទៅត្រូវប៉ាន់មានទីផ្សារខ្លាំងចាំយកជ្រើសរើសរឿងដាំអានឹងទាំងអស់តែម្ដងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយកុំភ្លេចជួយ like share ម្នាក់មួយផងណាថាម៉ាស៊ីនច្រូតស្រូវស្វ័យប្រវត្តិទៅបងប្អូនទាំងអស់គ្នាវាឃើញជារៀងរាល់ថ្ងៃទៅហើយតែថ្ងៃនេះគឺនាំបងប្អូនទៅមើលម៉ាស៊ីនច្រូតអំពៅវិញម្ដងឃើញថាគឺងាយស្រួលមែនតើណាសម្រាប់បងប្អូនដែលជាម្ចាស់ចម្ការដែលមានដាំដុះអំពៅរាប់សិបហិកតាអីបងប្អូនទាំងអស់គ្នាអាចកលេចមកមើលម៉ាស៊ីនបែបនេះបានគឺងាយស្រួលក្នុងការលក្ខណៈថាប្រមូលផលណាក្នុងមួយថ្ងៃគឺអាចប្រមូលផលអំពៅរបស់យើងនឹងគឺបានរាប់រយហិកតាឯណោះបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាដែលជាម្ចាស់ចម្ការអំពៅដែលមានដាំដុះអំពៅរាប់សិបហិកតាអីបងប្អូនទាំងអស់គ្នាអាចចាប់អារម្មណ៍ម៉ាស៊ីនច្រូតអំពៅនេះបានហើយរបៀបក្នុងការដាំដុះអំពៅនេះដែរគឺមានច្រើនជម្រើសច្រើនរបៀបមែនតើបងប្អូនទាំងអស់គ្នាមានប្រភេទអំពៅខ្លះគេដាំយកកាប់គៀបទឹកអីចឹងណាអំពៅមួយប្រភេទទៀតគឺគេដាំដើម្បីគៀបទឹកយកទៅធ្វើស្ករអំពៅប្រភេទដែលគេយកទៅធ្វើស្ករហ្នឹងគឺលក្ខណៈថាការថែទាំមកវាហ្នឹងគឺលក្ខណៈថាមិនសូវដិតដល់ដូចអំពៅដែលយើងដាំដុះយកទៅកាប់សាច់ឬក៏គៀបទឹកលក់នៅលើទីផ្សារទេអញ្ចឹងវាខុសគ្នាបែបហ្នឹងបងប្អូនទាំងអស់គ្នាហើយក្នុងការប្រ
មូលផលហ្នឹងក៏ខុសៗគ្នាដែរការថែទាំអីហ្នឹងគឺលក្ខណៈថាវាមិនដូចគ្នាទេយើងអាចសិក្សាស្រាវជ្រាវតាមរបៀបរៀងខ្លួនបានបងប្អូនទាំងអស់គ្នាខ្លះក៏ប្រមូលផលទាំងដើមស្រស់ខ្លះទៀតក៏អាចនឹងដុតចំការដើម្បីឲ្យឆេះដែលគេហៅថាសំណក់អំពៅណាបងប្អូនទាំងអស់គ្នាដល់ពេលឆេះហ្នឹងអស់បានគេចាប់ផ្ដើមប្រមូលផលលក្ខណៈទៅកាប់វាចងបាច់ទុកអីចឹងទៅហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទសម្រាប់ការតាមដានទស្សនាវីដេអូនេះបើសិនជាបងប្អូនទាំងអស់គ្នាជាម្ចាស់ចំការដែលដាំដុះអំពៅរាប់សិបអីតែបងប្អូនទាំងអស់គ្នាអាចកលេចមកមើលម៉ាស៊ីនបែបនេះបានគឺងាយស្រួលក៏ដូចជាសម្រួលក្នុងការប្រកបអាជីវកម្មដាំដុះអំពៅរបស់បងប្អូនទាំងអស់គ្នានឹងឲ្យទទួលបានទិន្នផលខ្ពស់ហើយនឹងចំណាយពេលវេលាតិចក្នុងការដាំដុះក៏ដូចជាប្រមូលផលផងដែរបងប្អូនទាំងអស់គ្នាហើយកុំភ្លេចបាទជួយ like share វីដេអូនេះម្នាក់មួយផងណាមើលមួយផ្លែតបងប្អូនទាំងអស់គ្នាកុំច្រឡំឲ្យសោះថាវាជាសណ្ដែកបដោះណាហើយបន្លែប្រភេទនេះគឺកំពុងតែត្រូវប៉ាន់ក៏ដូចជាលក់បានថ្លៃផងដែរបងប្អូនទាំងអស់គ្នាហើយនេះដែរគឺជាផ្កាឈូករ័ត្នបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់ហើយថាផ្កាឈូករ័ត្នគឺស្អាតមែនទែនយើងដាំនៅផ្ទះណាហើយគ្រាប់របស់វានឹងគឺយើងអាចយកមកលីងហូបបានគឺរសជាតិឈ្ងុយឆ្ងាញ់មែនទែនហើយប៉ុន្តែនៅស្រុកគេនេះគេអត់ធ្វើចឹងទេគេអត់យកគ្រាប់វាយកលីងទេគឺគេបែរជាយកគ្រាប់របស់វានឹងទៅបណ្ដុះទៅវិញបងប្អូនទាំងអស់គ្នាគេធ្វើវាដូចសណ្ដែកបណ្ដុះចឹងដំបូងឡើយគេត្រូវការបើលាងទឹកសម្អាតដាក់ត្រាំទឹកគ្រាប់ហ្នឹងឲ្យរៀងដុះប្រឡូកតិចៗមកហើយបន្ទាប់មកទៀតបើគេរៀបចំលាយដីក៏ដូចជាជីដែលមានធាតុផ្សំដូចជាដីផេះអង្កាមដូចជាសកៃដូងម៉ត់អីណាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគេចាប់ផ្ដើមមករាយគ្រាប់វានឹងទៅបដោះដូចលក្ខណៈថាយើងបដោះសណ្ដែកបដោះយើងធម្មតាអញ្ចឹងហើយមានបងប្អូនណាខ្លះបើធ្លាប់បណ្ដោះគ្រាប់ឈូករ័ត្នបែបនេះទេពីមុនមកហើយបើសម្រាប់ admin គឺតែឃើញមកលើកដំបូងទេដោយសារវាមិនដែលស្គាល់ពីមុនមកណាស្មានតែគ្រាប់របស់វានឹងបានតលីងហូបទេមានដឹងណាថាគេយកវាទៅបដោះដូចសណ្ដែកបដោះអញ្ចឹងហើយមានរសជាតិឈ្ងុយឆ្ងាញ់ទៀតបងប្អូនទាំងអស់គ្នាហើយសំខាន់គឺលក់បានថ្លៃទៀតណាយើងពីមុនគិតថាមានតែសណ្ដែកទេទៅបដោះទៅបាទញ៉ាំកើតតែពេលនេះមានណាបាទគ្រាប់ឈូករ័ត្នគេបដោះឲ្យកាត់លក់ដោយសណ្ដែកបដោះដែរបងប្អូនហើយគឺទំនងមែនតើណាហើយបើសិនជាបងប្អូនទាំងអស់គ្នាមានគ្រាប់ផ្កាឈូករ័ត្ននេះច្រើនបងប្អូនអាចសាកល្បងបណ្ដោះបែបនេះលោមើលបងប្អូនទាំងអស់គ្នាហើយភ្លក់មើលថារសជាតិវាបែបណាប៉ុន្តែបើនៅសម្រាប់ស្រុកគេនេះគេប្រាប់ថារសជាតិវាឆ្ងាញ់ហើយលក់បានថ្លៃក្នុងមួយកញ្ចប់គេអាចលក់បាន$1ដូចជាទម្ងន់មួយខាំពីរខាំទេអញ្ចឹងហើយបងប្អូនទាំងអស់គ្នាបើសិនជាមានបាទគួរតែសាកល្បងលោមើលហើយបើរសជាតិបែបណាចាំជួយ comment ក្នុងវីដេអូនេះម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាហើយអរគុណច្រើនបាទសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយកុំភ្លេចជួយ like share វីដេអូនេះម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាដំណាំម្ទេសគឺជាដំណាំមួយប្រភេទដែលកំពុងតែពេញនិយមដាំដុះខ្លាំងមែនទែនមិនថានៅក្រៅប្រទេសក៏ដូចជាក្នុងប្រទេសទេហើយសម្រាប់ទីផ្សាររបស់ម្ទេសនេះគឺកំពុងតែផ្ទុះដែរណាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាជាកសិករប្រកបរបរជាអ្នកកសិកម្មអញ្ចឹងហើយគួរតែមានដីទំនេរអាចដាំដុះម្ទេសនេះ4-10ហិកតាលេងទៅបងប្អូននឹងឃើញលុយហើយបើគ្រាន់តែការថែទាំក៏ដូចជាពូជអីគឺយើងត្រូវការជ្រើសរើសពូជក៏ដូចជាសិក្សាពីវាច្បាស់សិនចាំយើងដំណើរការក្នុងការដាំដុះណាបើសិនជាយើងចេះតែដាំអត់មានបច្ចេកទេសត្រឹមត្រូវអាហ្នឹងគឺយើងខាតពេលហើយអត់ទទួលផលទេហើយដូចបងប្អូនឃើញស្រាប់អញ្ចឹងម្ទេសនេះគេដាំក្នុងចំការពោតដែលគេកាប់ពោតហើយអញ្ចឹងចំណេញមែនទែនដោយសារនៅក្នុងចំការពោតហ្នឹងគឺនៅសេសសល់សារធាតុចិញ្ចឹមក៏ដូចជាជាតិជីណាដល់ពេលគេដាក់ម្ទេសទៅគឺលក្ខណៈថាល្អខ្ជូលតែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាបើចាប់អារម្មណ៍អាចសាកល្បងសិក្សាពីដំណាំម្ទេសនេះទៅហើយដាំដុះណាបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះនេះគឺជាដំណាំសណ្ដែកជប៉ុនបងប្អូនដែលគេដាំដុះនៅខាងស្រុកគេណាគឺងាយស្រួលក្នុងការដាំដុះមែនទែនសណ្ដែកនេះគឺលក្ខណៈថាផ្លែរបស់វាគឺក្តាំងក្តីនៅគល់តែម្ដងហើយដំណាំប្រភេទនេះដែរលក្ខណៈថាគឺងាយស្រួលក្នុងការថែទាំក៏ដូចជាការដាំវាមិនខុសអីពីសណ្ដែកធម្មតានៅស្រុកយើងទេប៉ុន្តែគ្រាន់តែការដាំដុះនៅក្នុងស្រុកគេនឹងវាខុសគ្នាជាមួយនឹងស្រុកយើងតិចតួចតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាហើយសម្រាប់ដំណាំសណ្ដែកជប៉ុននឹងគឺត្រូវប៉ាន់មែនទែនបងប្អូននៅស្រុកយើងក៏ដោយនៅស្រុកគេក៏ដោយគឺលក្ខណៈថាពេញនិយមក្នុងការយកមកបរិភោគណាអាសណ្ដែកជប៉ុននឹងយើងអាចយកវាមកស្ងោរហូបធម្មតាក៏បានឬយកវាទៅឆាធ្វើជាបន្លែក៏បានដែរលក្ខណៈថារសជាតិវាឆ្ងាញ់មែនទែនហើយជំនួយទៅដល់សុខភាពទៀតមានវីតាមីនច្រើនមុខច្រើនប្រភេទនៅក្នុងសណ្ដែកជប៉ុនហ្នឹងណាហើយសម្រាប់បងប្អូនប្រជាកសិករយើងអាចងាកមកមើលដំណាំនេះបានលក្ខណៈថាងាយស្រួលក្នុងការដាំទេហើយទីផ្សារក៏ទលំទលាយដែរឥឡូវហ្នឹងគឺហាងឆេងរៀងកប់ក្រាន់បើគួរសមអាចទទួលយកបានហើយអញ្ចឹងបងប្អូនបើសិនជាចាប់អារម្មណ៍អាចងាកមកដាំដុះអាសណ្ដែកជប៉ុននេះគឺល្អមែនទែនលក្ខណៈថាវាមានទីផ្សារមានហាងឆេងនៅក្នុងស្រុកយើងណាអញ្ចឹងគឺល្អមែនទែនសម្រាប់បងប្អូនប្រជាកសិករហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយកុំភ្លេច like share ម្នាក់មួយផងណា